Ba cái này dân châu từ lồng hạch lịch bì tại mà đó cứ dân châu lịch bì hái cứ lồng hạch thì thà chỗ xong crab rồi xó bằng hai năm còn nát rồi bắt sơ thằng thì pram cỏ chân cây miên tà ràng ở dưới cứ năm còn nát miên năm mà bơm bộ càng bốn pi bướn mũi pi bướn pi hay chấm pua chấm nôn sa bà khát sa cứ nè pram nè phay nè đập pi nè bảy nè chẳng không ca xong crab ở xó này cứ dừng chăm bạch trở đằng câu ca dớn trở miền chấu hay là đi và tượt chấu tượt đi chứ dân trở ra dầu pi nè ta cô dầu mùi ná chỉ chấu mùi ná chỉ đi bà pi đi ná bà chẳng con trở đằng thà phía trán chầm nún lên á cứ dân trở dầu chù chấu hay xây tiết cứ dân đi vậy chẳng chầm bồn hạt ní cứ dân vô năm cầm nát cứ đi hơi chầm nuôn sắc cứ châu hay dânสังเกตเคยถ้าឆ្នាំកំណើតដេកអញ្ចឹងលោកគ្រូសេដាក់ថាឆ្នាំកំណើតជាឆ្នាំកំណើតយើងមាន4អញ្ចឹងលើកនេះលោកគ្រូយកក្រិតម្ដង2អញ្ចឹងអានេះ1099អញ្ចឹងលង2មក2000ហើយលង2ទៀតលង1 2001ហើយនឹងចុងក្រោយ2002យើងចាប់អាដេកហើយយើងចូលអាឈោនេះចំនួនបាទយើងសេមកចំនួនសិស្សຂະຫນາດរបស់គេគឺអ្នកហើយសិស្សគឺយើងឃើញចំនួនតិចជាងគេគឺ5ធំជាងគេគឺ20ប៉ុន្តែយើងអាចប្រើប្រាស់បាទកូកាដដែលទៅកូកាដដែលគឺអាចប្រើមេ2មើលយើងក្រិតបាន10អត់1 2 3 4 5 6 7 8អញ្ចឹងស្ទើយើងអាចប្រើ4ប្រើមេ4បានដោយសារតែលេខរបស់យើងតិចជាងគេ5អញ្ចឹងយើងយកមេ4ណាអញ្ចឹងយើងអាចប្រើមេ4យើងចង់ប្រើមេម៉ាំងក៏បានដែរប៉ុន្តែបើសិនយើងប្រើមេកាន់តែតូចតសយើងកាន់តែលូតទៅលើកាន់តែខ្ពស់យើងបន្ថែមក្រិតនឹងបានពេលដែលយើងសរសេរនៅលើกระดาษជាងប្រើមេ4យើងត្រូវប្រើមេ4សុទ្ធអត់មានអានេះ4អានេះទៅ5ទេ4ហើយ4 2ដងវា8 4 ដង10 2 4 4 ដង10 5 1 4 5ដង1 20យើងយកត្រឹម20ឲ្យសារធំជាងគេលេខ20ឥឡូវយើងចាប់ផ្ដើមសង់សសរក្នុងការសង់សសរលោកគ្រូត្រូវការរបស់ជំនួយរបស់លោកគ្រូហើយលោកគ្រូប្រើសសរពើក្រហមម្ដងចឹងយើងសង្កេតឃើញថានៅឆ្នាំ1999សិស្សមាន5នាក់ចឹងដោយសារលេខ5អត់មាននៅលើនេះទេអញ្ចឹងលោកគ្រូក្រិតលើវាបន្តិចអញ្ចឹងនៅត្រង់នេះណាគិតទៅរកលេខ1999ចឹងគ្រូយកបន្ទាត់មកអូបាទសរសរយើងយកកម្រាស់ប៉ុណ្ណាក៏បានអញ្ចឹងលោកគ្រូយកពាក្យកណ្ដាលបដោយលើកនេះដោយសារតែយើងកម្រិតយើងឆ្ងាយដែរចានេះវារៀងឆ្ងាយអញ្ចឹងសង្ឃឹមថាអូមិនវាអញ្ចឹងសរសរនេះលេខ5តែនេះយើងដាក់5ក៏បានមិនបាច់ដាក់ក៏បានណាតោះអញ្ចឹងបន្តទៀតយើងទៅ2000ឆ្នាំ2000គឺលេខ20នៅលើម៉ូមជាយើងឆូតវាទៅរកឆ្នាំ2000ប៉ុណ្ណឹងបាទអញ្ចឹងអូសពីលើចុះក្រោមហើយសរលោកគ្រូយកពាក្យកណ្ដាល
បាទប៉ុណ្ណឹងហើយព្រោះអូវាផ្ចិតលេខ20តែមកទៀត2001 2001 12អញ្ចឹង12មានដែរកាលតែយើងក្រិតវាទៅរកលេខ2001អានេះកូនឆូតឲ្យវាពោះវាក៏អត់អីដែរណាអញ្ចឹងនេះ Yahoo ហ្នឹងហើយពាក់កណ្ដាលទៅមេរៀននេះគ្រូពិបាកបរៀនបន្តិចដោយសារតែវាគូក្រាបអញ្ចឹងនៅលើក្រាបហ្នឹងលោកគ្រូសរសេរនៅលើក្តារឈ្មោះនៃលេខតនិចអញ្ចឹងពិបាកគូបន្តិចហើយនឹងចុងក្រោយគឺ2002គឺ8នាក់បាទយ៉ាង8នាក់នៅត្រង់នេះចំកន្លែងឆ្នោតនឹងស្រេចចឹងនេះចំតនឹងអូមកហើយកម្រាស់សរសយើងយកពាក់កណ្ដាលតែម្ដងបាទហើយយើងផ្ចិត8បាទហើយចំពោះក្រាបនេះលោកគ្រូអត់ដាក់ឆ្នោតអីញញៃព្រោះពេលដែលគ្រូត្រឡប់ទៅវិញលោកគ្រូពិបាកអានឌូវាញញៃអញ្ចឹងលោកគ្រូនឹងសរសេរឈ្មោះក្រាបតែម្ដងហើយយើងចាំថានៅពេលដែលសរសេរឈ្មោះក្រាបដកពាក្យចូលសង់ចោលតោះចាប់ដើមសរសេរឈ្មោះក្រាបគ្រូដកបន្ទាត់ចោលហើយយើងអស់ការងារបន្ទាត់ដែរក្រាបសសរបង្ហាញឆ្នាំកំណើតរបស់សិស្សថ្នាក់ទី5កក្រាបសសរបង្ហាញឆ្នាំរបស់សិស្សថ្នាក់ទី5កចប់បាទចេះចំពោះលំហាត់លេខ2នេះលោកគ្រូសូមបញ្ចប់ប៉ុណ្ណឹងយើងជួបគ្នានៅលំហាត់លេខ3សង្ក្រាបសសរដដែលបាយបាយ